យាយពីរឿងមត្តកណ្ដលីនៅក្នុងគាថាថងបត់ភាគ2នោះឪពុកអ្នកមានមានណាមានប៉ុនកំណាញ់ឪពុកនោះមានណាមានទ្រព្យមានតែទ្រព្យក្រៅខ្លួនប៉ុនចិត្តវាអត់មានចិត្តវាកំណាញ់ដូចជាអត់ទៅដដែលនិយាយទៅថាកំណាញ់ជាមួយអ្នកដតីមិនថាទេអាកំណាញ់ខ្លួនឯងទៀតនេះសំបីតែមហូបអាហារឆ្ងាញ់ក៏មិនហ៊ានទិញយកមហូបទៅខ្លាចអស់លុយដល់ថ្នាក់ហ្នឹងមនុស្សយើងមានអញ្ចឹងដែរញោមវាកំណាញ់នឹងខ្លួនឯងដល់ថ្នាក់ហ្នឹងមត្តកណ្ដលីបៃតាឪពុកមត្តកណ្ដលីហ្នឹងដល់ពេលក្រោយមកកូនពេញវ័យគាត់ចង់ធ្វើអាទំហូចង់ធ្វើអារបៀបគ្រឿងអលង្ការណាប្រពាក់ឲ្យកូនឃើញកូនពេញវ័យហើយផ្ទះធំហើយមានណាចេញចូលបានទេផ្ទះគាត់តែពីដាក់កូនឪហ្នឹងដល់ចង់ធ្វើអាហ្នឹងទៅឲ្យមិនឲ្យជាងធ្វើទេទៅសួរជាងតងណាចុះអាហ្នឹងគេធ្វើអាម៉េចណាអញ្ជៀនអាស្អីខ្សែកហ្នឹងគេដំម៉េចអីអាម៉េចឲ្យគេប្រាប់មកស្រួលខ្លួនឯងធ្វើខ្លួនឯងឲ្យកូនពាក់ខ្លាចអស់ឈ្នួលជាងដល់ថ្នាក់ហ្នឹងមនុស្សយើងនេះបាទរឿងមើលឃើញនៅក្នុងកាពីអញ្ចឹងមែនប៉ុន្តែជាក់ស្ដែងវាអញ្ចឹងមែនញោមមានមនុស្សខ្លះមានអញ្ចឹងមែនបាទអាត្មាអត់បញ្ចេញឈ្មោះអ្នកខ្លះអញ្ចឹងមែនដល់អញ្ចឹងដូចអាណិតណាញោមដល់អាណិតគ្នាវិញតាដល់អញ្ចឹងអាណិតអានេះកំណាញ់សពរបស់ខ្លួនឯងដូចមានកម្មមិនទេណាដល់អញ្ចឹងទៅបាទលុយគេកើតមកសម្រាប់ចាយបើអត់ចាយមិនគេហៅលុយមិនហៅกระดาษមិនអញ្ចឹងបងស៊ីណាឥឡូវអាត្មាមាន1000រៀលហើយយក1000រៀលមកទិញទឹកណាអា1000រៀលវាមានតម្លៃព្រោះយើងយកមកហូបហើយបើយើងមិនបានចាយវាกระดาษមានស្អីវាតម្លៃស្មើនឹងกระดาษហ្នឹងមែនអត់ហើយបើញោមយក1000រៀលមកចូលប៉ុនគ្នាប៉ុនហ្នឹងបានរបស់ញាតិញោមអាហ្នឹងលែងกระดาษហើយវាទៅជាប៉ុនវិញវាបំលែងទៅជាប៉ុនវិញវាខុសគ្នាអញ្ចឹងណាឃើញទេគាត់ហ្នឹងអត់កំណាញ់ចឹងទៅសួរអាហ្នឹងគេធ្វើមិនចឹងហើយមកធ្វើពាក់ឲ្យកូនដល់ថ្ងៃមួយកូនឈឺហើយកូនឈឺដល់ពេលឈឺទៅគាត់មិនយកកូនទៅពេទ្យខ្លាចអស់លុយគ្រូពេទ្យព្យាបាលខ្លាចកាប់អស់លុយច្រើនដល់អញ្ចឹងទុកកូនចោលនៅផ្ទះហើយគាត់ទៅសួរពេទ្យប្រាប់តើលោកគ្រូពេទ្យណាការរ៉ាក់ឈឺនេះដូចរបៀបក្តៅខ្លួនខ្លះអីខ្លះក្អកតិចហ្នឹងលោកគ្រូពេទ្យធ្លាប់ប្រើថ្នាំអីទៅសួរគ្រូពេទ្យអូក៏ទៅមានដល់ថ្នាក់ហ្នឹងណាមនុស្សណាអាត្មាប្រែរឿងហ្នឹងបដៅអង្គុយគិតដល់ចូលមានមនុស្សដល់ថ្នាក់ហ្នឹងដល់សួរទៅពេទ្យគេប្រាប់ថាអូខ្ញុំយកអាថ្នាំនេះដើមឈើនេះយកបុកដាក់អីផឹកឲ្យកូនស្ងោផឹកទៅវាបាត់ក្តៅបាត់អីចឹងទៅប្រាប់គាត់ក៏លឺអាហ្នឹងហើយយកមកផ្សំធ្វើឲ្យកូនហូបព្រោះកុំឲ្យអស់លុយទៅរកថ្នាំខ្លួនឯងដល់ពេលទៅរមកឲ្យកូនចេះតឹងខ្ញុំចង់ទៅវត្តចង់ទៅថ្វាយអង្គមពុទ្ធមកឪពុកនោះខ្លាចគេឃើញខ្លាចគេអីចឹងណាដល់តែកូនឈឺមែនតែនធ្ងន់មែនតែនហើយតែលែងរស់ហើយនៅទាំងហើមទឹកហើយអត់យកកូននឹងអត់ដាក់កូនទុកក្នុងផ្ទះទេមើលតែកូនឲ្យមករស់យកកូនទៅដាក់មុខផ្ទះហើយបិទសោទ្វារផ្ទះដាក់មុខផ្ទះទៅដាក់ក្រែមួយទៅកាញាតមិត្តណាមកសួរអីនៅក្រៅនោះទៅចូលមកផ្ទះខ្លាចឃើញទ្រព្យគាត់វាកំណាញ់ដល់ថ្នាក់ហ្នឹងដូចថ្លែងលែងចេញមកដល់អញ្ចឹងហ្នឹងមើលរឿងហ្នឹងទៅអស់ចាតាដល់ពេលនៅនឹងយូរទៅកូនវាកាន់តែដុនដាបមែនតើធ្ងន់ទៅនោះព្រះសម្មាសម្ពុទ្ធពេលទៀបភ្លឺព្រះអង្គប្រមាលមើលនៅសពសត្វលោកប្រមាលមើលនៅវេនយសត្វគេហៅបញ្ចវិធេលោកណាពុទ្ធកិច្ចទាំង5នោះផាពេវាលោកកណេបល័យថាអញ្ចឹងព្រះអង្គប្រមាលមើលសត្វដែលមានភ័ព្វនិងអត់ភ័ព្វដល់ប្រមាលទៅប៉ះចំមត្តកណ្ដលីនឹងចូលសំណាញ់ញាណរបស់ព្រះអង្គដែលព្រះអង្គត្រូវតែទេសនាទូមានប្រោសប៉ុន្តែបានជាទេសនាអីទេគ្រាន់តែឃើញដឹងថាមត្តកណ្ដលីនៅទន្ទឹងចង់ថ្វាយអង្គមព្រះសម្មាសម្ពុទ្ធព្រះអង្គផ្សាយព្រះរស្មីរបស់ព្រះអង្គផ្សាយរស្មីរបស់ព្រះអង្គដូចជាព្រះអង្គទៅនៅក្បែរមត្តកណ្ដលីអានឹងផ្សាយតាមផ្លូវចិត្តណាញោមហើយអត់មានអីពិបាកយល់ឥឡូវញោមមានទូរស័ព្ទតេមកមើលឃើញគ្នានៅអាមេរិកក៏ដោយក៏មើលឃើញគ្នានឹងអានឹងផ្សាយតាមខ្យល់ប៉ុន្តែព្រះសម្មាសម្ពុទ្ធលោកផ្សាយតាមផ្លូវចិត្តមត្តកណ្ដលីឃើញជ្រះថ្លាថ្វាយអង្គមតែប៉ុណ្ណេះសេចក្តីប្រាថ្នាបានសម្រេចហើយទោះបីជាស្លាប់ក៏បាត់ភ្នែកចិត្តដែរព្រោះប្រាថ្នាចង់ថ្វាយអង្គមព្រះសម្មាសម្ពុទ្ធឥឡូវព្រះអង្គបានមកដល់ហើយអស់ចិត្តជ្រះថ្លាខណៈពេលហ្នឹងបង្អោនចិត្តឲ្យជ្រះថ្លាពេលហ្នឹងគាត់ក៏ដាច់ខ្យល់ស្លាប់ទៅបានទៅកើតនៅទេវបុត្រនៅឋានសួគ៌ឪពុកថាយំស្រឡាញ់កូនដល់ពេលកូនស្លាប់តាំងយំ អ
ហើយកូនឈឺអត់យកទៅពេទ្យហើយទៅរកថ្នាំវិញតែមនុស្សល្ងងនឹងល្ងងថាយ៉ាងម៉េចទៅរកពាក្យថាបាទពួកដល់ថ្នាក់ហ្នឹងហើយចេះស្រឡាញ់ដែរមកយំអត់បាយអត់ទឹកយំនោះយំអត់ឈប់អត់ឈរកូនទោះបីជាកើតជាទេវបុត្រដែរប្រមាលមើលឪពុកឃើញថ្ងៃណាក៏ឪពុកយំនឹងភ្នោខ្លួនមើលទៅឪពុកអញកាន់តែធ្ងន់ទៅយំអត់ឈប់អញ្ចឹងក៏នឹកឃើញចង់មកជួយឪពុកណាចង់មកជួយឪពុកអញ្ចឹងក៏កាឡាខ្លួនធ្វើដូចរូបរាងមត្តកុណ្ដលីដែរចុះពីឋានសួគ៌មកយំក្បែរតាព្រាមហ្នឹងយំក្បែរគ្នាយំទៅយំមកនោះក៏យំនេះក៏យំហើយដល់អញ្ចឹងលោកតាព្រាមហ្នឹងឪពុកមត្តកុណ្ដលីសួរហីចុះឯងយំស្អីដែរចុះលោកតាឯងយំស្អីដែរសួរវិញតាយំស្អីដែរខ្ញុំយំដោយសារខ្ញុំបាត់បង់កូនជាទីស្រឡាញ់ខ្ញុំយំស្ដាយសំណោះហើយចុះឯងយំរឿងអីដែរសួរបរោះហ្នឹងសួរមត្តកុណ្ដលីខ្ញុំយំចង់ទៅចាប់ប្រច័ណ្ឌយកមកលេងចង់ទៅចាប់ប្រច័ណ្ឌយកមកលេងហេទៅចាប់ប្រច័ណ្ឌមិនតាំងពីណាពីណីមកមិនដាណាទៅដល់ចាប់ប្រច័ណ្ឌយកមកទេការចង់បានរបស់អ្នកឯងទៅគ្មានហេតុគ្មានផលសោះវាមិនអាចទៅរួចទេអ្នកឯងយំឲ្យទឹកសមុទ្រពេញទឹកសមុទ្រទៀតទឹកភ្នែកពេញទឹកសមុទ្រក៏អ្នកឯងមិនអាចទៅចាប់ប្រច័ណ្ឌនឹងបានដែរវាគ្មានអត់ប្រយោជន៍ស្ដីឲ្យមត្តកុណ្ដលីស្ដីឲ្យទេវបុត្រហ្នឹងអញ្ចឹងថាយំនឹងវាអត់ប្រយោជន៍បានមត្តកុណ្ដលីនឹងថាមិនវិញទេវបុត្រថាខ្ញុំទទួលយកហើយតែឯងស្ដីឲ្យខ្ញុំថាខ្ញុំយំដែលចង់បានប្រច័ណ្ឌនឹងមកយំនឹងវាអត់ប្រយោជន៍ខ្ញុំព្រមទទួលយកប៉ុន្តែសម្រាប់ខ្ញុំយ៉ាងហោចណាស់ក៏ខ្ញុំមើលឃើញប្រច័ណ្ឌនឹងដែរទោះបីខ្ញុំយំក៏ភ្នែកខ្ញុំមើលឃើញប៉ុន្តែឯងយំសម្រាប់មនុស្សដែលស្លាប់យំមើលអត់ឃើញអានោះស្លាប់បាត់តែសមោមិនទាំងឃើញផងរឹតតែយ៉ាប់អត់ប្រយោជន៍ជាងខ្ញុំទៅទៀតស្ដីឲ្យភ្ញាក់ខ្លួនព្រើតហ្មងញោមភ្ញាក់ខ្លួនព្រើតតែព្រាមហ្នឹងអញយំនេះអន់ជាងគេសំបីតែយំក៏អន់ជាងគេដែរណាគេនោះគេយំចង់បានប្រច័ណ្ឌយ៉ាងហោចនោះគេមើលឃើញប្រច័ណ្ឌណាឯងទៅមនុស្សស្លាប់ហើយមើលមិនឃើញផងដល់តែកើតនៅណាណីហើយនៅតែពីយំខុសមែនកូនថាឲ្យត្រូវបានកូននឹងកាឡាខ្លួនចេញមកថាខ្ញុំនឹងត្រូវជាកូនរបស់លោកតាព្រាមឯងហើយបានប្រាប់ថាលោកតាណាខ្ញុំនេះដែលស្លាប់ទៅនេះបានកើតទៅជាទេវបុត្រដោយហេតុតែខ្ញុំបានបង្អោនចិត្តជ្រះថ្លាចំពោះព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់បញ្ចេញរស្មីពេលដែលខ្ញុំចិត្តស្លាប់ទៅហ្នឹងអញ្ចឹងបានមនុស្សដែលចិត្តស្លាប់ហ្នឹងសំខាន់ណាគេដាក់ប្រវត្តិដាក់ពុទ្ធរូបដាក់អីនៅក្បែរណាមានសម្លេងធម៌មានសម្លេងនៅក្បែរពីព្រោះចុកតេទៅចិត្តហ្នឹងវាតោងនឹងអ្វីជួបអីមុនគឺទៅក្នុងមុនមនុស្សចិត្តស្លាប់គឺអញ្ចឹងតោះនេះញោមព្រោះនៅពេលដែលកម្លាំងខ្សោយទៅញោមបជាខ្លួនឯងអត់បានទេបជាអត់បានមកពេលហ្នឹងកម្លាំងកម្មវាអ្នកបជាយើងដែលនៅក្មេងចេះយើងអាចបជាចិត្តបជាដៃបានរឿងខ្លះដែលលាក់គេហ្នឹងយើងអាចបជាឲ្យលាក់បានប៉ុន្តែនៅពេលដែលខ្សោយទៅលែងបជាបានពេលហ្នឹងកម្មជាអ្នកបជាយើងវិញម្ដងច្បាប់ធម្មជាតិបជាយើងវិញម្ដងណែអញ្ចឹងហើយបានព្រះសម្មាសម្ពុទ្ធតែងទទួលមានឲ្យយើងសាងបុណ្យសាងកុសលហ្នឹងឲ្យច្រើនដើម្បីឲ្យមានកម្មល្អហ្នឹងឲ្យច្រើនសម្រាប់បជាយើងហ្នឹងដឹកនាំយើងហ្នឹងពិសេសពេលដែលយើងមានកម្លាំងកាយវិចារចិត្តនឹងវាកាន់តែខ្សោយទៅខ្សោយមែនតើសូម្បីតែផ្លូវចិត្តហ្នឹងក៏ពេលខ្លះភ្លេចមុខភ្លេចក្រោយញោមខ្លះអាយុ80ជាងចាប់ដើមភ្លេចមុខភ្លេចក្រោយខ្លះដល់40ដល់80ផងដល់ត្រឹម50 60ចាប់ដើមភ្លេចមុខភ្លេចក្រោយណាដោយសារអីដោយសារកម្លាំងចិត្តយើងវាខ្សោយវារវើរវាយដល់តែព្រាមហ្នឹងទទួលពាក្យរបស់កូនជួថាកូនឯងបានកើតទៅជាទេវបុត្រដោយសារបង្អោនចិត្តជ្រះថ្លាចំពោះព្រះសម្មាសម្ពុទ្ធណាអូយអស្ចារ្យចឹងបានហើយលោកឪពុកហើយឪពុកយំសោកស្ដាយអាឡោះអាល័យខ្ញុំទោះបីជាយំទឹកភ្នែកខ្លាយជាទឹកសមុទ្រក៏វាមិនអាចបានខ្ញុំបានដែរតែឥឡូវលោកឪពុកនៅមានជីវិតនៅមានបុណ្យអញ្ចឹងខំបំពេញសាងនៅអំពើល្អទោះជាដោយកាយវាចាចិត្តអីខំបំពេញជីវិតចុងក្រោយហ្នឹងទៅកុំឲ្យស្ដាយកុំឲ្យមានបបដិសារីពីព្រោះយើងកើតមកទៅវិញទេបងប្អូនមានសាលារៀនមានអីចឹងល្អហើយបណ្ដុះបណ្ដាលក្មេងៗឲ្យចេះមានគុណធម៌មានអីជាធម្មទានមួយអស្ចារ្យឲ្យក្មេងបានយល់ណានេះជាខ្លឹមសារនៃសាច់ធម៌ដែលខ្ញុំបកណាអាត្មាភាពបានចែករំលែកឲ្យយល់ពីដំណើរជីវិតថាទី1ញោមញាតព្រមទទួលយកការពិតនៃជីវិតថាជីវិតជាស្អីជីវិតគឺជាការកើតចាស់ឈឺស្លាប់លោកឲ្យឈ្មោះថាដំណើរជីវិតពាក្យថាដំណើរដូចយើងដើរអញ្ចឹងណាជំហានដើរជំហានកើតផុតពីកើតហើយដើរដល់ចាស់ហើយដើរដល់ឈឺតែផុតពីចាស់ទៅវាឈឺពេលផុតពីឈឺទៅថាស្អីស្លាប់
ស្លាប់ហើយកើតមកក្មេងវិញទៀតតទៀតវាវាលវត្តសង្សារវិញអញ្ចឹងវាដំណើរណាអញ្ចឹងទី1គឺការពិតនៃជីវិតកើតចាស់ឈឺស្លាប់ទី2សាច់ធម៌របស់ខ្ញុំបណ្ណាអាត្មាភាពពេលយើងព្រមទទួលយកការពិតចឹងហើយសួរថាត្រូវធ្វើអីបំពេញអីគឺបំពេញនឹងអំពើកុសលកម្មបុណ្យកុសលដែលយើងបានធ្វើឲ្យបុណ្យកុសលទូលំទូលាយណាស់ការធ្វើទានការចូលរួមរំលែកមរណៈទុក្ខក៏ជាបុណ្យការពោលពាក្យជួយរំសាយទុក្ខរបស់អ្នកដទៃក៏ជាបុណ្យការលើកដៃសំពះក៏ជាបុណ្យការគោរពក៏ជាបុណ្យសត្វតែការក្រវល់ក្រវាយធ្វើនេះធ្វើនោះជាមួយម្ចាស់បុណ្យគេក៏ជាបុណ្យស្ដាប់ធម៌ក៏ជាបុណ្យ